នៅក្នុងវីដេអូនេះខ្ញុំលើកយកពាក្យរដ្ឋមកបង្ហាញបាទថាតើពាក្យរដ្ឋនេះមានន័យដូចម្ដេចបាទអ្វីទៅដែលយើងចាត់ទុកថាជារដ្ឋបាទមានន័យដូចទៅនឹងរដ្ឋាភិបាលឬមួយយ៉ាងណាបាទបើផ្អែកតាមវចនានុក្រមខ្មែរបាទពាក្យរដ្ឋនេះថ្នាក់ពាក្យជានាមមានន័យថាដែនឬក៏ប្រទេសបាទយើងនិយាយថាអ្នកនៅក្នុងដែនមានរាជមានប្រជាជនអញ្ចឹងប្រជាជនដែលរស់នៅក្នុងដែនដីមួយប្រទេសមួយជារដ្ឋមួយទៀតបាទរដ្ឋហ្នឹងគឺជានីតិបុគ្គលដែលមានអធិបតេយ្យភាពនេះបើផ្អែកទៅតាមនៃផ្នែកនីតិសាស្ត្របាទនៃច្បាប់ហ្នឹងណាបាទនីតិបុគ្គលនេះគឺសំដៅទៅលើគេហៅថាក្រុមមនុស្សដែលមានបុគ្គលភាពកតេយុត្តដែលជាម្ចាស់សិទ្ធិនិងកាតព្វកិច្ចណាអាហ្នឹងជានីតិបុគ្គលបាទដូចប្រជាពលរដ្ឋរស់នៅក្នុងប្រទេសមួយគាត់មានសិទ្ធិមានកាតព្វកិច្ចហើយរដ្ឋមានអធិបតេយ្យភាពគឺអំណាចទាំងខាងក្នុងទាំងខាងក្រៅណាហ្នឹងយើងចាត់ទុកថាជារដ្ឋមួយទៀតបាទរដ្ឋនេះគឺជាក្រុមមនុស្សដែលរស់នៅលើទឹកដីមួយជាក់លាក់បាទជាអចិន្ត្រៃយ៍មិនចំណុះការគ្រប់គ្រងរបស់បរទេសហើយមានរដ្ឋាភិបាលមួយជាអ្នកចាត់ចែងអញ្ចឹងដែនដីមួយប្រទេសមួយដែលមានក្រុមមនុស្សរស់នៅជាអចិន្ត្រៃយ៍អានឹងយើងចាត់ទុកថាជារដ្ឋដែរបាទហើយរដ្ឋមិនចំណុះទៅនឹងការគ្រប់គ្រងរបស់រដ្ឋដទៃឬក៏របស់បរទេសទេមានអធិបតេយ្យភាពរបស់ខ្លួនណាហើយនៅក្នុងរដ្ឋនោះវាមានក្បាលម៉ាស៊ីនដឹកនាំដែលយើងហៅថារដ្ឋាភិបាលនឹងឯងបាទជាអ្នកចាត់ចែងកិច្ចការទូទៅរបស់រដ្ឋបាទមួយទៀតបាទរដ្ឋនេះគឺជាប្រភេទដោយឡែកនៃសង្គមនយោបាយដែលជាលទ្ធផលនៃការតាំងទីលើដែនដីមួយជាក់លាក់នៃសមូហភាពមនុស្សដែលមានភាពប្រហាក់ប្រហែលគ្នាស្ថិតនៅក្រោមការដឹកនាំរបស់អំណាចមួយដែលមានសិទ្ធិផ្ដាច់មុខខាងកងកម្លាំងបដាវុធអញ្ចឹងន័យនេះគឺมันខុសគ្នាប្រហែលដែរទេគឺសំដៅទៅលើដែនដីមួយបាទនៃសមូហភាពមនុស្សបានន័យថាមានក្រុមមនុស្សរស់នៅលើដែនដីមួយជាក់លាក់ស្ថិតនៅក្រោមការដឹកនាំរបស់អំណាចមួយគឺរដ្ឋាភិបាលនឹងឯងជាក្បាលម៉ាស៊ីនដឹកនាំណាបាទដឹកនាំរដ្ឋមួយទៀតបាទតាមភាសាសាមញ្ញនិងភាសាឯកទេសរបស់វិទ្យាសាស្ត្រនយោបាយបាទដូចក្នុងភាសាច្បាប់អន្តរជាតិជាដើមពាក្យរដ្ឋហ្នឹងមានន័យស្មើនឹងប្រទេសហ្នឹងឯងបាទផ្អែកទៅតាមទស្សនៈរបស់អ្នកប្រាជ្ញអ្នកទស្សនវិទូអ្នកវិទ្យាសាស្ត្រនយោបាយបាទល្បីមួយចំនួនគាត់ឲ្យនិយមន័យតាក់ទងទៅនឹងរដ្ឋនេះបាទបើផ្អែកតាមទស្សនៈរបស់លោក Machiavelli បាទគាត់ឲ្យនិយមន័យរដ្ឋថារដ្ឋនេះគឺជាអង្គការនយោបាយពិសេសមួយរបស់សង្គមមានន័យស្មើទៅនឹងអង្គការនយោបាយអង្គការចាត់តាំងអង្គការដឹកនាំគ្រប់គ្រងណារបស់សង្គមមនុស្សមួយទៀតបាទរដ្ឋនេះគឺជាទម្រង់មួយយ៉ាងនៃការប្រស្រ័យតាក់ទងគ្នាទៅវិញទៅមករបស់មនុស្សដើម្បីទទួលបាននូវភាពប្រសើរនៃជីវិតនេះផ្អែកតាមទស្សនៈរបស់លោកអេរីស្តូតបាទមនុស្សនៅក្នុងសង្គមមួយដើម្បីឲ្យការប្រស្រ័យតាក់ទងគ្នានឹងវាមានលក្ខណៈល្អប្រសើរទៅបានគ្រាន់តែមនុស្សរស់នៅក្រោមការគ្រប់គ្រងក្រោមការដឹកនាំណាមានច្បាប់មានទម្លាប់ឲ្យត្រឹមត្រូវណារស់នៅប្រមូលផ្ដុំគ្នាទៅជារដ្ឋបង្កើតទៅជាប្រទេសជារដ្ឋមានច្បាប់មានអីចឹងទៅអញ្ចឹងការរស់នៅបែបហ្នឹងទើបធ្វើឲ្យជីវិតរស់នៅបានប្រសើរអញ្ចឹងណាដើម្បីកុំឲ្យមានការជិះជាន់កេងប្រវ័ញ្ចគ្នាជាដើមអញ្ចឹងទៅបាទហើយមួយទៀតបាទរដ្ឋនេះគឺជាអង្គការបង្រួមចូលគ្នានៃកន្សោមមនុស្សដ៏ច្រើនកុះករក្រោមសំណាញ់នៃច្បាប់ធម្មនុញ្ញនេះផ្អែកតាមទស្សនៈរបស់លោកអ៊ីម៉ានូអែលខាន់បាទលោកកង់ណាក្រុមមនុស្សជាច្រើនប្រមូលផ្ដុំគ្នារួបរวมគ្នារស់នៅក្រោមសំណាញ់ច្បាប់រដ្ឋធម្មនុញ្ញច្បាប់ផ្សេងនៅក្នុងដែនដីមួយប្រទេសមួយទៀតបាទរដ្ឋនេះគឺជាឧបករណ៍សង្កត់សង្កិនរបស់វណ្ណៈជិះជាន់បាទនៅក្នុងរបបមូលធនគឺជាឧបករណ៍របស់វណ្ណៈនីទុនដើម្បីកេងប្រវ័ញ្ចលើវណ្ណៈកម្មករប៉ុន្តែការបង្កើតបានសង្គមមួយគ្មានវណ្ណៈនឹងនាំឲ្យរដ្ឋរលាយសាបសូន្យក្នុងរបបមូលធនវណ្ណៈនីទុនអ្នកដែលមានលុយណាគេចំណេញទៅលើវណ្ណៈកម្មករដើម្បីយកផលប្រយោជន៍អញ្ចឹងនៅក្នុងសង្គមមួយវាមានអ្នកដឹកនាំវាមានអ្នកស្ថិតនៅក្រោមការដឹកនាំអញ្ចឹងអ្នកដែលដឹកនាំហ្នឹងគឺតែងតែគេចំណេញទៅលើ
អ្នកស្ថិតនៅក្រោមការដឹកនាំការបង្កើតទៅជារដ្ឋមួយវាគ្រាន់តែជាឧបករណ៍មួយដើម្បីជិះជាន់កេងប្រវ័ញ្ចពិសេសពីសំណាក់វណ្ណៈនីទុនមានលុយមានអំណាចហើយមួយទៀតបាទរដ្ឋនេះបើផ្អែកតាមន័យទូលាយពាក្យរដ្ឋនេះគឺមានន័យស្មើនឹងប្រទេសសង្គមប្រជាជនដែលលាតសន្ធឹងក្នុងដែនដីណាមួយជាលក្ខនឹងត្រូវបានដឹកនាំដោយអង្គការអំណាចកម្ពុជាក្នុងន័យនេះរដ្ឋត្រូវបានគេសម្គាល់ថាជាប្រទេសណាមួយតែម្ដងណារដ្ឋហ្នឹងគឺមានន័យស្មើនឹងប្រទេសបាទមានប្រជាជនប្រជាពលរដ្ឋដែលរស់នៅក្នុងហ្នឹងរស់នៅក្នុងដែនដីមួយជាលក្ខតាមន័យចង្អៀតបាទរដ្ឋនេះគឺជាអង្គការដឹកនាំរៀបចំមួយដែលមានអំណាចកម្ពុជាគ្រប់គ្រងលើដែនដីណាមួយជាកំណត់ប៉ុណ្ណោះមានរដ្ឋាភិបាលជាអ្នកគ្រប់គ្រងណាមានប្រជាជនរស់នៅក្នុងដែនដីមួយរួមបញ្ចូលគ្នាទាំងន័យទូលាយនិងន័យចង្អៀតឃើញថារដ្ឋនេះគឺជាស្ថាប័នកណ្ដាលមួយនៃប្រព័ន្ធនយោបាយសង្គមដែលរៀបចំដឹកនាំនិងត្រួតពិនិត្យនៅរាល់សកម្មភាពនិងទំនាក់ទំនងរបស់មនុស្សក្រុមសង្គមវណ្ណៈនិងសមាគមនានាក្នុងក្របខ័ណ្ឌដែនដីណាមួយជារួមសកម្មភាពទាំងឡាយរបស់រដ្ឋត្រូវបានទទួលនៅការយកចិត្តទុកដាក់ពីសំណាក់តួនាទីដ៏ចម្បងរបស់នយោបាយបានคล้ายទៅជាធាតុដ៏ចម្បងរបស់រដ្ឋអតិភិបរបស់រដ្ឋបាននាំមកជាមួយនៅអំណាចនយោបាយបញ្ញត្តិអំណាចត្រូវបានគេប្រើប្រាស់ឲ្យមានន័យស្មើគ្នាទៅនឹងបញ្ញត្តិនយោបាយទាំងក្នុងទ្រឹស្ដីទាំងក្នុងស្មារតីទាំងក្នុងការប្រតិបត្តិជាក់ស្ដែងបាទអញ្ចឹងរដ្ឋសម្ដៅទៅលើស្ថាប័នកណ្ដាលមួយបាទនៃប្រព័ន្ធនយោបាយសង្គមជាអ្នករៀបចំដឹកនាំត្រួតពិនិត្យរាល់សកម្មភាពទំនាក់ទំនងទាំងអស់របស់មនុស្សនៅក្នុងសង្គមហ្នឹងហើយមិនមែនតែមនុស្សទេបាទក្រុមសង្គមឬក៏សមាគមនានាអង្គការនយោបាយនានានៅក្នុងប្រទេសមួយនៅក្នុងសង្គមមួយគឺរដ្ឋជាអ្នកធានារ៉ាប់រងនៅក្នុងការមើលការខុសត្រូវធ្វើម៉េចឲ្យការតំណាក់តំណងវាមានលក្ខណៈល្អប្រសើរឡើងដើម្បីធានាឲ្យបាននៅសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋឬក៏មនុស្សដែលរស់នៅក្នុងសង្គមហ្នឹងនៅក្នុងរដ្ឋហ្នឹងបាទនេះគឺជាឧទាហរណ៍រដ្ឋឯករាជ្យបានន័យថាមានអធិបតេយ្យភាពមិនស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋដទៃណាមិនស្ថិតនៅក្រោមអាណានិគមទេរដ្ឋឯករាជ្យប្រទេសឯករាជ្យហ្នឹងរដ្ឋអព្យាក្រឹតប្រកាន់ចំហកណ្ដាលមានទំនោរទៅរកខាងកុម្មុយនីសឬក៏ខាងសេរីនយោបាយអព្យាក្រឹតមិនជួលបកសម្ព័ន្ធកម្ពុជារដ្ឋបាទដែនកម្ពុជាបាទប្រទេសខ្មែរអានឹងគឺជារដ្ឋកម្ពុជាអង់គ្លេសអាមេរិកអាល្លឺម៉ង់បាទរុស្ស៊ីចិនមានប្រទេសជាច្រើនទៀតបាទជាឈ្មោះដែលគេប្រើសម្រាប់សម្គាល់ថារដ្ឋក៏បានប្រទេសក៏បានអញ្ចឹងគឺប្រទេសទាំងអស់ហ្នឹងយើងចាត់ទុកថាជារដ្ឋបាទបើយើងនិយាយនៅក្នុងច្បាប់អន្តរជាតិប្រទេសមួយដែលគេទទួលស្គាល់ចាត់ទុកថាជារដ្ឋមួយបានគឺទាន់តែមានអធិបតេយ្យភាពគឺជារដ្ឋដែលឯករាជ្យអំណាចខាងក្រៅមិនស្ថិតនៅក្រោមអាណានិគមមិនស្ថិតនៅក្រោមចំណុះឬក៏ការត្រួតត្រាពីបរទេសឬក៏ប្រទេសដទៃតាមពិតទៅពាក្យរដ្ឋនេះបើយើងសិក្សាឲ្យលម្អិតទៅវាមានលក្ខណៈរៀងស្មុគស្មាញដែរប៉ុន្តែបើយើងនិយាយឲ្យងាយយល់រដ្ឋនោះគឺសំដៅទៅលើប្រទេសនោះឯងកន្លងមកយើងនិយាយថារដ្ឋហ្នឹងគឺយើងតែងតែបដោតទៅលើថារដ្ឋាភិបាលណានិយាយឲ្យជាក់ច្បាស់ទៅគឺរដ្ឋាភិបាលវាខុសពីរដ្ឋាភិបាលគឺគ្រាន់តែជាផ្នែកមួយរបស់រដ្ឋទេជាអង្គការដឹកនាំគ្រប់គ្រងជាក្បាលម៉ាស៊ីនដឹកនាំគ្រប់គ្រងជាអ្នកបញ្ជាឬក៏ដឹកនាំកិច្ចការទូទៅរបស់រដ្ឋហើយរដ្ឋាភិបាលអត់មានអត្ថប្រយោជន៍អចិន្ត្រៃយ៍ទេតែតែមានការប្រែប្រួលផ្លាស់ប្ដូរតាមរយៈការធ្វើរដ្ឋប្រហារតាមរយៈការបោះឆ្នោតតាមរយៈការធ្វើបដិវត្តន៍ដោយតាមរយៈការបោះឆ្នោតអញ្ចឹងកាលណារដ្ឋាភិបាលថ្មីកើតឡើងគឺរដ្ឋាភិបាលចាស់ចប់អាណត្តិរដ្ឋវាមានអត្ថប្រយោជន៍ជាអចិន្ត្រៃយ៍ទោះបីថារដ្ឋាភិបាលមានការផ្លាស់ប្ដូរយ៉ាងម៉េចក៏រដ្ឋនៅតែជារដ្ឋប្រទេសនៅតែជាប្រទេសអញ្ចឹងណាអញ្ចឹងវាខុសគ្នារវាងរដ្ឋនិងរដ្ឋាភិបាលរដ្ឋនឹងវាមានធាតុសំខាន់4ទី1ប្រជាជនបាទទី2គេហៅថា
អង្គការនយោបាយក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលហ្នឹងឯងហើយទី3ទឹកដីមួយជាលក្ខទី4គឺអធិបតេយ្យភាពអំណាចខាងក្នុងនិងអំណាចខាងក្រៅហើយអំណាចខាងក្នុងគឺវាតាក់ទងទៅនឹងអំណាចកម្ពុជានៃការគ្រប់គ្រងរដ្ឋផ្ទៃក្នុងនៅក្នុងរដ្ឋមួយនៅក្នុងប្រទេសមួយហ្នឹងអំណាចខាងក្រៅវាជាប់ពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពដែរដូចជាការមិនស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋដទៃជារដ្ឋឯករាជ្យអញ្ចឹងបើយើងនិយាយពីទម្រង់របស់រដ្ឋចែកចេញជា3ទី1ទម្រង់គ្រប់គ្រងឬក៏ទម្រង់គ្រប់គ្រងរដ្ឋទី2ទម្រង់រចនាសម្ព័ន្ធរដ្ឋឬក៏ទម្រង់គ្រប់គ្រងដែនដីហើយទី3គឺតកតងទៅនឹងរបបនយោបាយយើងត្រឡប់មកទី1តកតងទៅនឹងទម្រង់គ្រប់គ្រងរដ្ឋវាមាន2ទម្រង់សំខាន់គឺទី1តកតងទៅនឹងគេហៅថាទម្រង់គ្រប់គ្រងបែបរាជាធិបតេយ្យគ្រងបែបរាជានិយមដែលមានស្ដេចជាអ្នកគ្រប់គ្រងហើយនៅក្នុងរាជានិយមហ្នឹងគឺវាមានរាជានិយមផ្ដាច់ការរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយនៅខ្មែរគឺហៅថារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអញ្ចឹងណាហើយទម្រង់គ្រប់គ្រងទីគឺទម្រង់គ្រប់គ្រងបែបសាធារណរដ្ឋបាទមានអត់មានស្ដេចទេមានប្រធានាធិបតីមានសាធារណរដ្ឋអាស្រ័យសភាសាធារណរដ្ឋអាស្រ័យប្រធានាធិបតីសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីទី2យើងនិយាយពីទម្រង់រចនាសម្ព័ន្ធរដ្ឋឬក៏ទម្រង់គ្រប់គ្រងដែនដីវាបែងចែកតូចតទៅទៀតចឹងទៅទី1គឺរដ្ឋឯកតភូតដោយនៅខ្មែរយើងអញ្ចឹងណាបាទជារដ្ឋឯកតភូតមានក្បាលម៉ាស៊ីនដឹកនាំតែមួយណាជាពីលើទៅក្រោមណាអញ្ចឹងនៅក្នុងដែនដីប្រទេសទាំងមូលគឺស្ថិតនៅក្រោមការដឹកនាំតែមួយពលរដ្ឋតែមួយមានរដ្ឋធម្មនុញ្ញតែមួយទៀតគឺរដ្ឋសហព័ន្ធនេះគឺអង្គបង្រួមប្រជាជនណាប្រជាជនតែមួយណាបាទហើយទីមានរដ្ឋាភិបាលជាតិដែលដឹកនាំរដ្ឋសហព័ន្ធហើយនៅក្នុងនោះវាមានរដ្ឋជាច្រើនផ្សេងទៀតហើយរដ្ឋនីមួយមានគេហៅថាអង្គការអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិអំណាចតុលាការបទបញ្ញត្តិនិងរដ្ឋធម្មនុញ្ញរៀងខ្លួនប៉ុន្តែប្រជាជនគ្រប់រូបមានសិទ្ធិជាពលរដ្ឋស្មើគ្នាប្រជាជនតែមួយណាហើយអំណាចរដ្ឋាភិបាលជាតិនិងអំណាចរដ្ឋាភិបាលថ្នាក់ខេត្តសុទ្ធតែទទួលអំណាចពីប្រជាជនដោយផ្ទាល់ដូចគ្នាណាដូចនៅអាមេរិកជាដើមគឺជារដ្ឋសហព័ន្ធណាបាទវាមានរដ្ឋជាច្រើនស្ថិតនៅចំណុះហើយរដ្ឋសហព័ន្ធចឹងរដ្ឋសហព័ន្ធមាន National Government រដ្ឋាភិបាលជាតិជាអ្នកគ្រប់គ្រងហើយនៅក្នុងរដ្ឋមួយផ្សេងទៀតគេមានអង្គការដឹកនាំដោយឡែករៀងខ្លួនមួយទៀតគឺរដ្ឋសហសម្ព័ន្ធជាផ្នែកមួយនៃរចនាសម្ព័ន្ធគ្រប់គ្រងដែនដីរបស់រដ្ឋដែរដូចនៅស្វីសជាដើមនៅមុនឆ្នាំ1848ប្រទេសស្វីសគឺប្រកាន់យកទម្រង់គ្រប់គ្រងរចនាសម្ព័ន្ធដែនដីជាបែបគេថារដ្ឋសហសម្ព័ន្ធនៅក្នុងរដ្ឋសហសម្ព័ន្ធនេះគឺជារដ្ឋមួយដែលសមាជិកនៃរដ្ឋសហសម្ព័ន្ធគឺមានសិទ្ធិពេញលេញណាមានអធិបតេយ្យភាពរបស់ខ្លួនដោយឡែកពីគ្នាណាបាទហើយបញ្ហាមួយចំនួនជារួមគឺប្រគល់ឲ្យរដ្ឋសហសម្ព័ន្ធជាអ្នកដោះស្រាយដូចជាតកតងទៅនឹងកិច្ចការការពារជាតិនយោបាយក្រៅប្រទេសប្រៃសណីនិងគមនាគមន៍ប្រព័ន្ធរូបិយប័ណ្ណជាដើមក្រៅពីហ្នឹងគឺរដ្ឋនីមួយគឺស្វ័យយ័តមានអធិបតេយ្យភាពរៀងខ្លួនអញ្ចឹងណាបាទហើយរដ្ឋសហសម្ព័ន្ធនេះបើយើងនិយាយម្យ៉ាងទៀតយើងថាជាអង្គបង្រួមរដ្ឋហើយរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋសហសម្ព័ន្ធគឺទទួលអំណាចពីប្រជាជនហើយចំណែករដ្ឋាភិបាលគេហៅថារដ្ឋាភិបាលកណ្ដាល Central Government ដែលគ្រប់គ្រងរដ្ឋសហសម្ព័ន្ធគឺទទួលបានអំណាចពីរដ្ឋដែលជាចំណុះរបស់ខ្លួនណាអាហ្នឹងគឺតកតងទៅនឹងការរចនាសម្ព័ន្ធគ្រប់គ្រងហើយទម្រង់រដ្ឋមួយទៀតគឺតកតងទៅនឹងទី3គឺរបបនយោបាយហើយរបបនយោបាយនេះវាមានរបបឯកធិបតេយ្យរបប
ពហុធិបតេយ្យអញ្ចឹងណាបាទនៅក្នុងរបបឯកធិបតេយ្យវាមានដូចតកតងទៅនឹងអាជ្ញាព្រឹទ្ធជាដើមអញ្ចឹងណាហើយនៅក្នុងរបបពហុធិបតេយ្យពីខាងពហុធិបតេយ្យហ្នឹងគឺវាមានរបបប្រជាធិបតេយ្យរបបសេរីនិយមមួយជាដើមដូចខ្មែរយើងអញ្ចឹងគឺទម្រង់គ្រប់គ្រងរដ្ឋរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអញ្ចឹងព្រះមហាក្សត្រព្រះអង្គសោយរាជ្យតែមិនកាន់អំណាចរបបនយោបាយយើងគឺរបបប្រជាធិបតេយ្យសេរីពហុបកគឺយើងបោះឆ្នោតអញ្ចឹងក្បាលម៉ាស៊ីនដឹកនាំពីមួយអាណត្តិទៅមួយអាណត្តិវាខុសគ្នារដ្ឋាភិបាលមានការផ្លាស់ប្ដូរគឺមានការប្រែប្រួលប៉ុន្តែរដ្ឋអត់មានការផ្លាស់ប្ដូរទេវាមានអត្ថភាពជាអចិន្ត្រៃយ៍ដោយប្រទេសមួយចំនួននៅលើពិភពលោកនេះគឺវាមានការផ្លាស់ប្ដូរដែរទម្រង់នៃការគ្រប់គ្រងរដ្ឋទេខ្លះពីមុនគឺឯបរិជានិយមដល់ក្រោយមកអាចជាសាធារណរដ្ឋមានពិធីនីតិបតីណាដូចនៅប្រទេសបារាំងជាដើមពីមុនរាជានិយមមានស្ដេចណាបាទក្រោយពីមានបរិវត្តមកគឺបាត់ទម្រង់បែបរាជានិយមគឺមានពិធីនីតិបតីវិញចឹងទៅបាទហើយមានប្រទេសផ្សេងទៀតក៏មានធ្លាប់មានស្ដេចចឹងដែរដល់ក្រោយមកមានការផ្លាស់ប្ដូរនេះគឺទម្រង់នៃការគ្រប់គ្រងរដ្ឋប៉ុន្តែរដ្ឋនៅតែជារដ្ឋប្រទេសនៅតែជាប្រទេសអញ្ចឹងណាបាទអញ្ចឹងខ្ញុំនិយាយតែប៉ុណ្ណេះទេបាទនៅក្នុងឧទាហរណ៍នេះ